ប៉ុន្តែខ្ញុំស្មោះត្រង់ខ្ញុំដើរតាមឲ្យតែធ្វើដើម្បីផលប្រយោជន៍រួមហើយមានមនុស្សច្រើនណាស់ថាលោកសរ៉ាត់ដែលមានគំនិតអញ្ចឹងមិនក៏មិនបង្កើតគណៈបកហ្នឹងអាការបង្កើតគណៈបកហ្នឹងគឺជាទស្សនៈចោលម៉ាស៊ីននាំគ្នាមិនពេញចិត្តនាំគ្នារត់តែបំបែកខ្លួនបង្កើតគណៈបកខ្លាយទៅជាជំរាបទៅដើរចូលទៅក្នុងអន្ទាក់របស់យួនចោលម៉ាស៊ីនហ្នឹងអត់ធ្មត់ប្រមូលគ្នាប្រម៉ែប្រមូលគ្នាកុំអាងឡើយអញគំនិតល្អជាងគេអញខ្លាំងជាងគេអញតែបង្កើតក្រុមដែលឡើយអាហ្នឹងគឺចោលម៉ាស៊ីនអាហ្នឹងហើយគឺជារឿងដែលធ្វើឲ្យប្រទេសយើងដល់ធៀនណាអញ្ចឹងណាអត់ចេះប្រមូលផ្ដុំគ្នាអត់ចេះរួបរวมគ្នាហើយឲ្យតែមិនមែនជាក្រុមរបស់ខ្លួនឯងគឺអានឹងក្រុមគេហើយរហូតដល់សំណួរខ្លះដែលខ្ញុំមើលហើយខ្ញុំអង្គុយពិចារណាគេសួរខ្ញុំថាបងសារ៉ាត់បងឯងនៅ zone A ឬក៏ zone B ខ្ញុំថាអាសំណួររបៀបហ្នឹងណាមិនត្រូវសួរខ្ញុំតែត្រូវសួរខ្លួនឯងថាខ្លួនឯងនៅកន្លែងណាពីព្រោះសម្ដីដែលខ្ញុំនិយាយការធ្វើអត្ថាធិប្បាយការបង្ហាញរបស់ខ្ញុំវាគួរតែដឹងថាខ្ញុំនៅកន្លែងណាគឺខ្ញុំនៅក្នុងករណីឬក៏ zone នៃការពីទឹកដីរបស់ខ្ញុំហ៊ុនសែនបំផ្លាញជាតិក៏ខ្ញុំថាអ្នកដតីណាដែលបំរើគោលនយោបាយរត់តាមកតុយក្បិនរបស់យួនហ្នឹងក៏ខ្ញុំថាដូច្នេះដឹងថាខ្ញុំនៅ zone ណាមិនសួរខ្ញុំទេអាហ្នឹងគឺជាទស្សនៈរួមដែលខ្លីហើយដែលបងប្អូនស្រួលយល់អញ្ចឹងណាបងប្អូនហើយខ្ញុំអញ្ចឹងបើសិនជាខ្ញុំទៅណាណាខ្ញុំអត់មានទងសង្គ្រោះជាតិនៅពីក្រោយខ្នងខ្ញុំទេបើខ្ញុំទៅណាហើយមិនមែនខ្វះមនុស្សទេដែលបបួលបងមកជួយគ្រប់គ្រងនយោបាយនេះទៅបងឯងចូលរួមចេះទៅអាហ្នឹងបំបែកជំរាកតូចចឹងណាខ្ញុំចាំបាច់រត់ចោលស្រុកមកទៅអីហ្នឹងហើយខ្ញុំបំរើហ៊ុនសែនហ្នឹងតែម្ដងមិនស្រួលបំរើទៅឲ្យយួនគេយកទឹកដីអាណាយកទៅណាយកទៅមិនទៅស្ពាយទូលពិភពលោកអីម្នាក់ឯងក៏ប៉ុន្តែដោយសារស្មារតីនេះដោយសារវិឆន្ទៈនេះដោយសារឈាមជាខ្មែរនេះដែលខ្ញុំមិនទៅណាហ្នឹងណាសុខចិត្តឃើញថាមានតែសង្គ្រោះជាតិហ្នឹងហើយគឺជានិមិត្តរូបនៃការរួបរวมហើយអានិមិត្តរូបនៃការរួបរวมអានៅក្នុងនៃការរួបរวมហ្នឹងវាអត់ព្រមរួមទេណាបំបែកទៅតូចអ្នកខ្លះរត់ចោលស្រុកដូចគ្នារត់ចោលស្រុកមកតស៊ូដូចគ្នាក៏ប៉ុន្តែមានក្រុមនៅផ្សេងគ្នាទៀតអាហ្នឹងដែលវាចោលម៉ាស៊ីនដែរខ្ញុំនិយាយមែនតើភាសាខ្លះខ្ញុំមិនចង់ថាទេមិនចង់ប្រើទេពាក្យហ្នឹងក៏ប៉ុន្តែវាចោលម៉ាស៊ីនមែនអញ្ចឹងមកខ្ញុំនិយាយថាក្នុងប្រវត្តិនៃពូជសាសន៍ខ្មែរណាខ្ញុំឃើញសម័យកាលមួយនេះដែលសម័យកាលដែលចោលម៉ាស៊ីនបំផុតប្រទេសជាតិមួយនេះណាបើសិនជាបាត់បង់នៅក្នុងអាណត្តិរបស់ពួកយើងនេះណាក្មេងៗចំនួនក្រោយជេរមិនខុសទេគឺពួកអ្នកចំនួននេះចំនួនយើងនេះពួកមនុស្សដែលចោលម៉ាស៊ីនបំផុតបើដល់ពួកវានឹងទៅជាជាតិសាសន៍ចំណុះគេជនជាតិភាគតិចហើយក៏ប៉ុន្តែពួកយើងនេះពួកយើងចំនួននេះដែលម្នាក់អត់អួតសិតតែបណ្ឌិតបញ្ញវន្តចំនួនចាស់ចំនួនថ្មីគឺពួកចោលម៉ាស៊ីនទាំងអស់បើសិនជាមិនអាចរំដោះប្រទេសនេះមកវិញអញ្ចឹងខ្ញុំនិយាយចឹងអ្នកណាខឹងទៅខ្ញុំមិនដឹងទៅងល់ទេណាខឹងទៅមានមតិអីទៀតទេបងប្អូន